គឺយើងសូមបែងចែកឲ្យច្បាស់រវាងតម្លៃទៅតាមបរិមាណនៃយូទិញនិងតម្លៃទៅតាមក្រុមនៃអតិថិជនក្រុមនៃអតិថិជនគឺគេបែងចែកចេញជា3យើងមានជា general customer យើងមានជា reseller យើងមានជា distributor អញ្ចឹងយើងមាន3 customer ភ្ញៀវទិញតែមួយគឺខ្ញុំលក់$3តែបើសិនជាភ្ញៀវនឹងគាត់ទិញ4ឬមួយក៏5ខ្ញុំនៅតែលក់តម្លៃ$3ដដែលហើយប្រសិនបើភ្ញៀវនឹងទិញលើសពី10ខ្ញុំនឹងមានតម្លៃពិសេសឲ្យគាត់ហើយតម្លៃពិសេសនោះគឺវានឹងធ្វើការចាប់អូតូម៉ាទិកមិនចាំបាច់ផ្នែកលក់ឬមួយក៏ផ្នែកណាមួយសួរទៅកាន់ owner បើគាត់ទិញ11ទំនិញនោះនឹងចាប់តម្លៃ$2ឲ្យគាត់អូតូនេះមិនមែនជា customer group ទេដោយសារអីខ្ញុំមិនបានធ្វើការ select នៅបាទក្រុមអតិថិជនទេចុះខ្ញុំបញ្ជាក់នៅខាងដើមវីដេអូថា customer group ផ្សេងតម្លៃរត់ទៅតាមបរិមាណណាមួយដែលភ្ញៀវកំងគឺផ្សេងជាងឧទាហរណ៍ថាភ្ញៀវទិញចាប់ពី18ក៏នៅតែ$2ដែរពីព្រោះមិនទាន់ដល់បរិមាណណាមួយដែលយើងបានកំណត់តម្លៃទេបើសិនជាភ្ញៀវគាត់ទិញរហូតដល់22តម្លៃនឹងធ្លាក់ចុះមកដល់1.8អូតូម៉ាទិកនេះគឺជាការកំណត់តម្លៃរត់ទៅតាមបរិមាណណាមួយដែលអតិថិជនគាត់ទិញពីក្រុមហ៊ុន